ដមានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី18ខែកក្កដាឆ្នាំ2026សម្ពាធទាបដែលគ្របដណ្ដប់លើឈូងសមុទ្របេងហ្គាល់សមុទ្រអាန်ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2026 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមបរមា36អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសពាយ័ព្យមានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 15% 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសបស្ចិមមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 20% 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 30% រលកសមុទ្រមានកម្ពស់មធ្យមបរមា0.50 ម៉ែត្រនិងកម្ពស់មធ្យមបរមា1.75 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី18ខែកក្កដាឆ្នាំ2026សូមអរគុណ